វាគឺជាផ្លែឈើពុលហូបមិនបានទេអូយចុកខណៈពេលនោះអ្នកដែលបានបរិភោគរួចក៏នាំគ្នាដេកដួលប្រកាច់រមូលដោយក្តីឈឺចាប់កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តចេតពុនជិតក្រុងសាវត្ថីជាអារាមរបស់អនាថបិណ្ឌកសេដ្ឋីសាងថ្វាយមានភិក្ខុសង្ឃនិងពុទ្ធបរិស័ទតែងតែចូលគាល់ស្ដាប់ពុទ្ធឱវាទតាមកាលគួរជាប្រក្រតីរៀងខ្លួនក្នុងកាលនោះមានភិក្ខុមួយអង្គព្រោះតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ស្ត្រីម្នាក់លោកតែងតែស្រមៃឃើញនាងជានិច្ចជាហេតុធ្វើឲ្យចិត្តមិនស្ងប់រសាប់រសល់ចង់សឹកចាក់ភ្នោះទៅជាក្រហោះវិញទើបព្រះពុទ្ធលើកយករឿងជាដកមកសម្ដែងឲ្យឃើញពីទោសនៃការមើលរូបរាងសម្បកខាងក្រៅមនីភិក្ខុទាំងឡាយក្នុងការកន្លងទៅតថាគតបានកើតជានាយឈ្មោះរទេះក្នុងត្រកូលសត្ថវិហៈបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គនិមន្តសម្ដែងឲ្យទានដល់ខ្ញុំព្រះករុណាផងក្នុងកាលនោះឯងនាយឈ្មួញតែងតែដឹកនាំក្រុមរទេះ500ធ្វើដំណើរទៅលក់ដូរនៅតាមជនបទនានាពេលធ្វើដំណើរទៅដល់ជីព្រៃមួយគាត់ក៏បានហៅក្រុមមកជំនុំដាស់តឿនណែអ្នកទាំងអស់គ្នានៅក្នុងព្រៃនេះសម្បូរផ្លែឈើពុលណាស់ចូលប្រយ័ត្នប្រយែងណាបើលោកម្ចាស់ពួកយើងនឹងយកចិត្តទុកដាក់ខ្ពស់អំពីរឿងនេះអារឿងផ្លែឈើនឹងគឺជាជំនាញខ្ញុំហើយមិនបាច់បារម្ភទេលោកម្ចាស់តើធ្វើយ៉ាងដូចម្ដេចទើបដឹងថាផ្លែឈើពុលឬមិនពុលទៅអញ្ចឹងក៏ឆ្ងល់ដែរមើលតែពណ៌និងក្លិនទៅដឹងហើយថាផ្លែណាពុលឬមិនពុលនោះណាហើយមិនបាច់ប្រកែកគ្នាទេបើអ្នកទាំងឡាយមិនច្បាស់អាចមកសួរយើងជាមុនសិនដើម្បីការពារគ្រោះថ្នាក់បើលោកម្ចាស់ពួកយើងនឹងចាំទុកពេលធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅបន្តិចពួកបរិវារមួយក្រុមក៏បានឃើញដើមឈើមួយដើមយ៉ាងធំមានផ្លែទុំក្រហមឆ្អៅល្អស្អាតពេញដើមព្រមទាំងធ្លាក់មកគរគ្នាក្រោមគល់ឈើនោះផងណែវើយគ្នាយើងនោះណផ្លែឈើផ្លែឈើនេះទុំក្រហមស្អាតណាស់ព្រមទាំងមានក្លិនក្រអូបឈ្ងុយតែម្ដងពិតមែនហើយនិយាយទៅគឺឃ្លានតែម្ដងហើយទ្រាំមិនបានទេមែនតើមើលទៅទំនងឆ្ងាញ់ណាស់បើបានបរិភោគនោះដោយសារតែផ្លែឈើនោះទុំក្រហមល្អស្អាតគួរឲ្យចង់បរិភោគខ្លាំងដូច្នេះដែលជាហេតុធ្វើឲ្យបរិវារមួយក្រុមភ្លេចពាក្យបណ្ដាំរបស់នាយឈ្មួញទើបនាំគ្នាបេះបរិភោគយ៉ាងឆ្ងាញ់ពិសាអ្នកគ្នាយើងពុំគួរហូបផ្លែឈើផ្ដេសផ្ដាស់ទេតែមើលទៅគួរឲ្យចង់ហូបណាអញ្ចឹងគួរធ្វើយ៉ាងម៉េចទៅនាំគ្នាកាន់ផ្លែឈើនឹងសិនទៅចាំយកទៅសួរលោកម្ចាស់ទៅមើលថាគួរហូបឬក៏អត់ខណៈពេលដែលក្រុមរទេះមួយក្រុមហូបហើយភ្លាមហាក់មិនទាន់ធ្វើទុកអ្វីឡើយចំណែកមួយក្រុមទៀតក៏បាននាំយកផ្លែឈើនោះមកសួរនាយឈ្មួញដើម្បីឲ្យប្រកាសក្នុងចិត្តថាគួរហូបឬមិនគួរហូបជំរាបសួរលោកម្ចាស់តើផ្លែឈើនេះមានឈ្មោះអ្វីដែរផ្លែឈើនេះមានឈ្មោះថាកេងបកាតើអាចហូបបានដែរឬទេវាគឺជាផ្លែឈើពុលហូបមិនបានទេចុកខណៈពេលនោះអ្នកដែលបានបរិភោគរួចក៏នាំគ្នាដេកដួលប្រកាច់រមូលដោយក្តីឈឺចាប់នាយឈ្មួញក៏ប្រញាប់យកថ្នាំបន្សាបជាតិពុលឲ្យទៅពួកបរិវារដែលមិនជឿការដាស់តឿនឲ្យផឹកជាវិញទាំងអស់ទៅទើបនិយាយការមើលតែរូបរាងខាងក្រៅថាល្អស្អាតការវង្វេងនិងកាមគុណតែងទទួលរងនឹងការឈឺចាប់មកវិញដូចជាការបរិភោគផ្លែកឹងបកានេះដូចនេះដែរបើលោកម្ចាស់ចាប់ពីថ្ងៃនេះទៅពួកយើងនឹងលែងនឹងមើលបំរាមទៀតហើយក្រោយពីព្យាបាលអ្នកដែលពុលផ្លែឈើហើយទើបនាយឈ្មួញក៏ដឹកនាំក្រុមរទេះបន្តទៅមុខទៀតដើម្បីលក់ទំនិញនៅតាមជនបទផ្សេងរហូតដល់អស់ទើបធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញទៅរូបភាពខាងក្រៅមិនទាន់អាចកំណត់ពីគុណសម្បត្តិពិតប្រាកដបានទេហេតុនេះអ្នកមិនគួរប្រញាប់វិយតម្លៃរបស់អ្វីមួយដោយគ្រាន់តែឃើញនឹងភ្នែកទទេនោះឡើយ